ជំរាបសួរបងនាងខ្ញុំជាសតការីប្រចាំការនៅក្នុងអសត់ស្ថាននេះតែបងជួយមកថ្ងៃនេះមានបញ្ហាសុខភាពអ្វីដែរចាជំរាបសួរអ្នកគ្រូខ្ញុំចង់ជាអសត់ដែលមាននៅក្នុងវិជ្ជាវិទ្យានេះចាបងអសត់ដែលនឹងផ្ដល់ជូននេះមានឈ្មោះថា Oceferil ដែលមានកម្រិតសារធាតុសកម្ម Niferous acid ចំនួន200មីលីក្រាមក្នុងមួយគ្រាប់ក្រោមទម្រង់ជាថ្នាំគ្រាប់ឱសថ Oceferil នេះត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺរាគស្រួចស្រាលប៉ុន្តែគ្មាននៅរោគសញ្ញាក្តៅខ្លួនលាមកមានឈាមឬមានសម្បោរទេសម្រាប់របៀបប្រើឱសថ Niferous acid នេះប្រើប្រាស់ដោយលេបតាមមាត់កម្រិតប្រើត្រូវលេបម្ដងមួយគ្រាប់រៀងរាល់6ម៉ោងម្ដងហើយរយៈពេលប្រើគឺប្រើប្រាស់រយៈពេល3ថ្ងៃផលរំខានរបស់ឱសថនេះអាចបង្កជាប្រតិកម្មឱសថដូចជាកន្ទូររមាស់ជាដើមហើយចំណុចដែលត្រូវប្រុងប្រយ័ត្ននោះគឺហាមប្រើឱសថនេះក្នុងករណីដែលបងធ្លាប់មានបញ្ហាប្រតិកម្មជាមួយនឹងសារធាតុសកម្ម Niferous acid ឬក៏សាការ៉ូសហាមប្រើឱសថនេះលើសពីកម្រិតប្រើប្រាស់និងរយៈពេលប្រើប្រាស់ដែលបានសរសេរនៅលើវិជ្ជាបញ្ជាហាមប្រើប្រាស់ឱសថនេះជាមួយសារធាតុដែលមានជាតិអាល់កុលក្នុងករណីមាននៅរោគសញ្ញាក្តៅខ្លួនលាមកមានសភាពខុសធម្មតាដែលមានឈាមឬសម្បោរបងត្រូវត្រឡប់ទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់ដំបូងមានក្នុងពេលសម្រាប់ព្យាបាលនៅផ្ទះហាមពិសាផលិតផលដែលផលិតពីទឹកដោះគោនិងមិនត្រូវបរិភោគបន្លែឆៅឬចំណីអាហារដែលមានជាតិហឹរទេបងត្រូវពិសាទឹកឆ្អិនឲ្យបានច្រើនឬប្រើប្រាស់ solution Solité de réhydratation orale ត្រូវទុកដាក់ឱសថឲ្យផុតពីដៃកុមារនិងនៅក្នុងបន្ទប់ដែលមិនមានសំណើមនិងសីតុណ្ហភាពខ្ពស់ដំបូងមានដើម្បីបង្ការកុំឲ្យកើតមានជំងឺជាថ្មីម្ដងទៀតបងគួរលាងដៃជាមួយសាប៊ូមុនពេលពិសាអាហារនិងក្រោយពេលបន្ទប់បងលាមកពិសាអាហារដែលចម្អិនបានល្អនិងផ្លែឈើដែលបានលាងស្អាតបត់ជើងនៅក្នុងបង្គន់អនាម័យអញ្ចឹងតើបងចាំអំពីរបៀបប្រើកម្រិតប្រើនិងរយៈពេលប្រើប្រាស់ដែរទេបងចាអ្នកគ្រូខ្ញុំដូចជាចាំអត់សូវបានចាំបងអញ្ចឹងខ្ញុំនឹងសង្ខេបចំណុចសំខាន់នៃការប្រើប្រាស់ឱសថនេះឡើងវិញសម្រាប់បងសម្រាប់ឱសថ Oceferil នេះគឺប្រើប្រាស់ដោយការលេបតាមមាត់ហើយត្រូវលេបមួយដងមួយគ្រាប់រៀងរាល់6ម៉ោងម្ដងហើយប្រើប្រាស់ក្នុងរយៈពេល3ថ្ងៃអរគុណច្រើនបងអញ្ចឹងបងអាចនិយាយអំពីសកម្មភាពរបស់ឱសថ Niferous acid ក្នុងការព្យាបាលជំងឺនេះបានឬទេចាអ្នកគ្រូឱសថ Oceferil នេះមានសកម្មភាពប្រឆាំងនឹងការលូតលាស់របស់បាក់តេរីបង្កជំងឺក្នុងពោះវៀនសកម្មភាពនេះមាននៅត្រង់ប្រហោងរបស់ពោះវៀនព្រោះតែឱសថនេះមិនបានឆ្លងកាត់កោសិកាពោះវៀនចូលទៅក្នុងប្រព័ន្ធឈាមទេដោយហេតុនេះឱសថបង្កឲ្យរោគសញ្ញារាគមានការថយចុះឬបាត់ក្នុងរយៈពេលយ៉ាងយូរ2 ទៅ 3ថ្ងៃប៉ុណ្ណោះចាអរគុណច្រើនអ្នកគ្រូ